សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី6ដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាពាក់ព័ន្ធទៅនឹងការ rendering ក្នុង Twinmotion អញ្ចឹងអ្នកនរអាច click លើ embed នេះដដែលហើយរកពាក្យថា render អញ្ចឹងក្នុង Twinmotion គឺវាមានstandard ក្នុងការ render ចំនួន3ផ្នែកទី1 render real time នោះគឺ standard ហ្នឹងហើយគឺធម្មតាបែបហ្នឹងទី2គឺ Lumion ហ្នឹងគឺរៀងដិតរៀងស្អាតជាង standard ហើយអ្វីដែលស្អាតជាង Lumion ទៀតគឺ path tracer ហ្នឹងហើយអញ្ចឹងដំបូងគេគឺ standard real time ហ្នឹងហើយគឺ standard គឺបែបហ្នឹងអញ្ចឹងបើយើងចង់បើក activate ទៅលើ Lumion យ៉ាងនេះចុច Lumion មកវាដុតជាងមុនទៅទៀតអីចឹងទៅគឺបែបហ្នឹងហើយការសេរី Lumion គឺទៅតាមដូចគ្នាអញ្ចឹងអាការ render មាន3ផ្នែកសំខាន់ក្នុង Twinmotion ហ្នឹង standard ហ្នឹង render លឿនជាងគេអញ្ចឹងធ្វើឲ្យពេលយើង render ទៅលឿនហ្មងអញ្ចឹង Lumion នេះរៀងយូរដោយសារតែវាធ្វើឲ្យដិតជាងមុនរៀងស្អាតជាងមុនទៅវាយូរជាងអា standard ហ្នឹងទៀតពេលយើង render ទៅការពេលយូរជាងហ្នឹងបើ path tracer នេះហៅទៅយូរជាង Lumion ទៅទៀតហ្នឹងដោយសារតែវាស្អាតជាង Lumion ហ្នឹងហើយក៏ស្អាតជាង standard ដូចគ្នាអញ្ចឹងLumion នេះបើសិនជាអ្នកនេះដំបូងអ្នកនេះអាចកំណត់ទៅលើ quality អញ្ចឹង quality ខ្ញុំបើកទៅ high ទេបើសិនជាប្រើ low Lumion នឹងប្រើការទេដោយសារតែកម្រិត low គឺប្រើ Lumion ការទេអញ្ចឹងតើអ្នកនេះបើកកម្រិត high ឡើងឬក៏ medium អញ្ចឹងហើយmedium អត់ការដូចគ្នាអញ្ចឹង PN គឺ high ហ្នឹងហើយបើ path tracer បានហ្មងឧបមាថាខ្ញុំបើកតាម low ហើយអញ្ចឹងបើក low មកស្អីឧបមាថា project នេះធំអញ្ចឹងអ្នកនេះខ្លាច់គាំងអ្នកនេះបើក low ទៅអញ្ចឹង low នេះអ្នកនេះសម្រាប់ពេលដែល project នេះធំទេបើចុច low ទៅវាឃើញអត់ស្អាតអញ្ចឹងកន្លែង low ហ្នឹងសម្រាប់បើកដើម្បីឲ្យកុំព្យូទ័រឧបមាថា project នេះធំអីបើក low ទៅរៀងដើររៀងលឿនអញ្ចឹងណាបើសិនជាប្រើ project នេះឧបមាថា project នេះធ្ងន់ហើយអ្នកនេះប្រើដក ultra អញ្ចឹងទៅវានឹងតាក់អញ្ចឹងទៅលេងខ្ញុំយកកម្រិត high ធម្មតាវាស្អាតធម្មតាអញ្ចឹងណាចង់ឲ្យច្បាស់ឲ្យស្អាតមកគឺ ultra ហ្នឹងឯងគឺដើមឈើរៀងស្អាតហ្នឹងទៅហ្នឹងក្នុង state បបលេងមកជាការស្រេចអញ្ចឹងកម្លាំង Lumion នេះគឺអ្នកនេះអាចបើកបានតតែកម្រិត quality របស់យើង set ដល់ high ឡើងហើយបើក Lumion ហ្នឹងដិតជាងមុនហើយអញ្ចឹងពេលដែលនេះសេរី Lumion ហ្នឹងគឺដិតស្អាតជាងមុនវាដូច Lumion អញ្ចឹង Lumen ហ្នឹងហើយមួយទៀតគឺ path tracer តែនេះចុចអក្សរ shortcut វាអក្សរ O ក៏បានឬមួយចុចលើនឹងក៏បានចុចលើ line embed render ក៏បានចុចលើនេះក៏បានឬមួយទៀតអ្នកនេះអាចចុចលើនេះក៏បានដែរនេះចុចលើនេះមកវាចេញ path tracer ហ្នឹងដែរឬ shortcut វាអក្សរ O អញ្ចឹង path tracer ហ្នឹងដិតស្អាតជាងមុនទៀតអញ្ចឹងបើថាខ្ញុំវល់មកនេះមកឲ្យឃើញ color ស្អាតជាងខ្ញុំប្រើ path tracer វាអក្សរ O ឬក៏ចុចលើនេះមកទៅ color របស់វាស្អាតជាងមុននេះទៅឧបមាថាខ្ញុំសេរីទៅលើយ៉ាងច្បាស់អញ្ចឹងដោយសារនេះខ្ញុំជាប់ក្នុងការប្រើ HDRI អញ្ចឹងកន្លែងនេះយើងអត់អាច control វាបានទេអញ្ចឹងយើងទៅសេរីក្នុង HDRI វិញនេះ HDRI environment នេះខ្ញុំទាញវាកប់មកឃើញដល់នេះស្អាតជាងមុនទេអញ្ចឹងកន្លែងគឺជាកន្លែងនេះជួយលើ render មក render គឺ path tracer ហ្នឹងដិតស្អាតហ្មងបើ Lumion ជួយ real time វិញមកដើម្បីចូល Lumion render វិញនិយាយជួយ real time ហើយជួយ Lumion មកនឹង Lumion នេះដើម្បីចូល path tracer control lại ហ្នឹងអត់បានទេអញ្ចឹង path tracer ហ្នឹងវាមានប្រភេទ low ធម្មតាប្រភេទ high ហ្នឹងវាដិតជាងមុនរៀងស្អាតជាងមុនទៅអញ្ចឹងក៏ហើយការ render ក៏រៀងយូរជាងមុនដែរហ្នឹងគឺជាកន្លែង render ក្នុង Twinmotion ហើយក៏មានកន្លែង detail ផ្សេងៗផងដែរចឹងក្នុង Twinmotion គឺកន្លែង render គឺមានចំនួន3ផ្នែកសំខាន់ទី1គឺ standard real time ហ្នឹងហើយទី2គឺ Lumen ទី3គឺ path tracer ហើយ path tracer ហ្នឹងគឺស្អាតជាងគេហ្នឹងហើយ
cho nhưng chích render bằng tiết nhưng cho real time mình máu cho phát ra hình cái hiện tiết để sao đôi V-Ray nào nên lọc ở V-Ray đằng này mình ta vì lời là 27 vì trên máu cho V-Ray chẳng cho nhưng cho real time mình máu sẽ ba này hay vì nó cho Lumin nào nên cho standard máu standard thom này nữa chắc lại nó cứ miên là phần nắng lại render cứ miên là phần nắng hay lại nó cứ ca sẽ là GI intensity được chia sẻ GI thế này shadow với shadow từ lơ lại small là hiện bài giống đó chẳng p là cho project chắc đấy nào nên mình dùng thèm này hay lại nếu chỉ lại FX nó cứ lại sẽ từ lơ contrast thiết định dạng từ chứ không phải thay nào trong này review nào này đất đang tìm việc có mất đất này hay lại cái gì situation cho nên lẽ tới hiện ở fra là tới hiện sro này cứแบบนั้น rồi cái mũi nào thì trong sẽ được tam filterประเภท color gradient แบบấyแบบ Cooper ตัวแต้มดำเราแค่nào thì được nhiều chẳng bởi sao nào thì miền filter đã nên slide nào thì ai bảo bạn được nhiều anh ấy chỉ filter được nhiều nè cứแบบนั้นbởi sao trong phải tích nam lên máu anh ấy được nhiều đấy tích nam lên máu chỉ cả rồi trong video bật top ខ្ញុំនឹងបង្ហាញដល់អ្នកពាក់ព័ន្ធទៅនឹងកន្លែង import material populate media និង export ផ្សេងៗផងដែរអូខេបាយបាយ